តារាសម្ដែងមួយចំនួនប្រើពេលសឹងតែមួយជីវិតដើម្បីទទួលបាននៅពានរង្វាន់អូស្ការប៉ុន្តែពួកគាត់នៅតែមិនទទួលបានចម្លែកអីតែប្រជាជនខ្មែររបស់យើងមួយរូបដែលមិនមែនជាតារាសម្ដែងអាជីពទេប៉ុន្តែគាត់អាចទទួលបាននៅពានរង្វាន់អូស្ការដែលជាពានរង្វាន់ធំលំដាប់ថ្នាក់ពិភពលោកនៅក្នុងក្តីស្រមៃរបស់តារាគ្រប់រូបហើយអរគុណលោកបានលើប្រុសដែលបានជួយខ្ញុំបរិយាយឲ្យពិភពលោកបានដឹងអ្វីដែលកើតឡើងនៅក្នុងប្រទេសរបស់លោកហាងសំណាងងៅបានកើតនៅថ្ងៃទី22ខែមីនាឆ្នាំ1940នៅស្រុកសំរោងយ៉ោងខេត្តតាកែវមុនឆ្នាំ1975គាត់គឺជាគ្រូពេទ្យដែលអនុវត្តនៅវិជ្ជាជីវៈជួយមើលថែអ្នកជំងឺក្រោមរបបខ្មែរក្រហមគាត់បានបាត់បង់ប្រពន្ធនិងកូនរបស់គាត់ដោយអំពើឃាតកម្មទោះបីជាយ៉ាងណាគាត់ក៏បានរស់រានមានជីវិតហើយធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកនៃទីក្រុង Los Angeles នៅឆ្នាំ1980នៅឆ្នាំ1984លោកហាងសំណាងងៅបានជ្រើសរើសឲ្យសម្ដែងនៅក្នុងរឿងវាលពិឃាតដែលលោកដើរតួជាអ្នកយកព័ត៌មានឈ្មោះថាឌីតប្រានរឿងវាលពិឃាតគឺជាការសម្ដែងលើកដំបូងនៅក្នុងឆាកជីវិតរបស់គាត់ប៉ុន្តែអ្វីដែលគាត់នឹកស្មានមកដល់នោះគឺគាត់បានទទួលនៅពានរង្វាន់អូស្ការដែលជាតួរងល្អបំផុតនៅក្នុងសាច់រឿងមួយនេះក្រៅតែពីការសម្ដែងលោកហាងសំណាងងៅក៏ជាសកម្មជនមួយរូបដែលផ្សព្វផ្សាយអំពីអំពើដ៏ឃោរឃៅនៅក្នុងរបបខ្មែរក្រហមទៅកាន់ពិភពលោកប៉ុន្តែអ្វីដែលយើងសោកស្ដាយនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ1996លោកហាងសំណាងងៅត្រូវបានខ្មាំងកំភ្លើងបាញ់សម្លាប់នៅឯផ្ទះរបស់លោកដោយមានការលើកឡើងមួយចំនួនថាការបាញ់សម្លាប់នេះគឺជាការប្លន់ហើយនឹងមួយចំនួនទៀតថាតាក់ទងទៅនឹងរបបខ្មែរក្រហមមិនត្រឹមតែឈ្នះពានរង្វាន់អូស្ការទេលោកក៏ជាមនុស្សម្នាក់ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ហើយនាំយកសម្លេងនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅសម័យនោះទៅកាន់ពិភពលោកឲ្យបានដឹង